ok chấm mục mà hộp Việt Nam ok mục mà hộp Việt Nam món ăn Việt Nam món ăn Việt Nam tại thế mục mà hộp Việt Nam ok chấm việc từ bộ kế từ còn một hộp từ bộ kế nắng đại nhầm dọc hàngក្នុងngày nắng cứ phở phở ok chấm bông khác còn an tới thì không cho một nữ bị nắng giống như an phở ở ok phở ở phở phở dấu hỏi phở ok phở đại tháng nước sụp máy như anh ai như hai thả phở được nhiều còn là tha như ở trên sân Ismail như hai thả phở Việt Nam thế giống ở những bữa sinh chỉ bộ chia pizza không ai bảo những hai chị anh hai thả cực tiêu tờ tái cực tiêu bao nhiêu như người ta say bạn nằm đấy anh ấy hai thả cực tiêu Việt Nam cho là bởi công an bị chọn khi cho mình cái tiêu bộ không ai nhưng giống phở phở ra thả cực tiêu ok giống tiện ởตัวmà tiết bùn chấm ok một hộp thì đấy chỉ một hộp bình dùng mà một đáy sẽ là hà về tết nên vì là vậy nhé giống cái nhâm được phở chân ở bàn để mình nếm phở cái không pin mà này những cái ảnh hộp phở bàn mình thà về tết về ngay thì có về là vậy thì giống bùn chấm còn được khi nó bùn chấm chỉ bị xe hà về tết mong bùn chấm những cái nhằm tràn bùn chấm tại thà nó một chấm thực tại các em á giốngសម្រាប់một hộpមួយហ្នឹងគេមាននំកញ្ចុកគេមានបន្លែស្រស់ជាមួយនឹងទឹកត្រីផ្អែមហ្នឹងដែលធ្វើពីទឹកត្រីមានការ៉ុតមានល្ហុងដែលគេចិតដាក់ជាមួយគ្នាជាមួយនឹងសាច់ជ្រូកអាំងជាមួយនឹងមានប្រហិតអាំងផងដែរអញ្ចឹងបើសិនជាបងធ្លាប់ញ៉ាំហើយប្រហែលជាជាប់ចិត្តជាមួយនឹងប៊ូនចំហ្នឹងហើយអូខេប៊ូនចំអូខេតោះមួយទៀតអូខេបុកម្ហូបនេះខ្មែរយើងក៏មានដែរបបរពោះជ្រូកអញ្ចឹងនៅខ្មែរយើងក៏គេពេញនិយមញ៉ាំបបរពោះជ្រូកដែរភាសាវៀតណាមអានថាចាវឡំអូខេអញ្ចឹងសំឡេងចាវយើងឡើងឲ្យដាច់ណាចាវឡំអូខេចាវឡំតែថាបបរពោះជ្រូកអូខេតោះបន្តមកទៀតយើងមានពាក្យថាកើសាងអូខេកើសាងតែបងធ្លាប់ទៅលើគេថាអានកើមទៅអូខេអញ្ចឹងពាក្យនេះមិនមែនអានកើមទេណាអញ្ចឹងពាក្យនេះអានថាកើសាងឬក៏ភាសាដែលបងខាងវៀតណាមខាងត្បូងវៀតណាមពាក្យខាងត្បូងគេនិយាយថាកើមរាំងអញ្ចឹងរដងដែលយើងនិយាយនេះជាភាសាភាគខាងជើងណាកើមសាងអូខេតែថាបែកឆាអូខេតោះអញ្ចឹងមុខម្ហូបចុងក្រោយមីសាវអូខេមីសាវប្រែថាមីឆាអូខេមីឆាប្រភេទមុខម្ហូបហ្វឺជាមួយនឹងមីឆាហ្នឹងពេញនិយមមែនតើជាពិសេសមីឆាគេញ៉ាំនៅពេលយប់ម្លងត្រៀតអីទេបងអញ្ចឹងនៅពេលដែលបងគាត់មានparty មានអីអញ្ចឹងឆ្លងយប់ជ្រៅអញ្ចឹងទៅក៏គាត់ភាសាឃើញញ៉ាំនៅតាមផ្លូវច្រើនមែនតើវៀតណាមអូខេអញ្ចឹងមីសាវអូខេតោះអញ្ចឹងយើងមានឃ្លាមួយដែរសម្រាប់មេរៀនក្នុងថ្ងៃនេះសម្រាប់យើងចង់និយាយទៅកាន់គេថាប្រាប់ទៅកាន់គេថាយើងចូលចិត្តម្ហូបវៀតណាមអញ្ចឹងយើងនិយាយថាម៉េចតោះ tôi thích món ăn Việt Nam tôi thích món ăn Việt Nam tôi thích món ăn Việt Nam តែថាខ្ញុំចូលចិត្តមុខម្ហូបវៀតណាមអូខេអញ្ចឹងមុខម្ហូបវៀតណាមមានច្រើនប៉ុន្តែខ្ញុំលើកយកមកបាន4 5ពាក្យសម្រាប់បងប្អូនយើងដែលមិនទាន់បានយល់មិនទាន់បានចេះជាមួយនឹងពាក្យទាំងអស់នេះក៏អាចសិក្សាខ្លួនឯងបានដោយតាមមើលវីដេអូអញ្ចឹងណាអញ្ចឹងបងកុំភ្លេចfollow page មជ្ឈមណ្ឌលភាសាវៀតណាមអាន2ដើម្បីបានទទួលវីដេអូថ្មីពាក្យផងពាក្យថ្មីឃ្លាថ្មីដើម្បីយើងសិក្សាភាសាវៀតណាមទាំងអស់គ្នាអូខេអញ្ចឹងមួយវិញទៀតមជ្ឈមណ្ឌលភាសាវៀតណាមមាននេះកំពុងតែមានវគ្គសិក្សាថ្មីអញ្ចឹងបងបើសិនជាមានចំណង់ចិត្តឬក៏មានបំណងចង់សិក្សាភាសាវៀតណាម
បងអាចចុះឈ្មោះជាមួយនឹងមជ្ឈមណ្ឌលសិក្សាភាសាវៀតណាមបានបានណាអញ្ចឹងយើងមានវគ្គសិក្សាថ្មីហើយបងចុះឈ្មោះទៅដើម្បីរៀនពេញម៉ោងជាមួយលោកគ្រូអ្នកគ្រូគាត់ទៅរៀននៅក្នុងមជ្ឈមណ្ឌលរបស់គ្នាណាអូខេអរគុណច្រើនអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយៗទៀតណាបង